ចំពោះអ្នកមីងគាត់មានបញ្ហាជាប់ចង្កេះបងប្អូនគាត់ឈឺចង្កេះចាក់មកទៅចាក់មកជើងហើយឥឡូវនេះជើងរបស់គាត់ក៏ខ្សោយដែរហើយចំពោះចង្កេះរបស់គាត់វិញគឺរឹងតឹងខ្លាំងមែនទែនហើយនេះគឺជាសកម្មភាពដែលខ្ញុំធ្វើចលនាជូនគាត់ខ្ញុំបញ្យឺតជាមួយនឹងក្រែមញូតេរ៉ាបងប្អូនហើយក្រែមនេះដែរគឺជួយឆ្អឹងកងគាត់មែនទែនពេលយើងទាញបែបនេះទៅធ្វើឆ្អឹងកងគាត់ឆាប់ធូរឆាប់ទន់ហើយឆាប់ល្អជាងមុនហើយបន្ទាប់ពីទាញខ្ញុំក៏ធ្វើចលនាគាត់ឆ្វេងស្ដាំទៅលើទៅក្រោមដើម្បីឆ្អឹងកងរបស់គាត់ហ្នឹងគឺឆាប់មកស្ពីបធម្មតាវិញដោយសារតែគាត់ជាប់កម្រិតធ្ងន់បងប្អូនគាត់ទុកយូរពេកហើយណាមួយវិញទៀតគឺគាត់មិនសូវជាបានធ្វើការព្យាបាលបែបហ្នឹងអញ្ចឹងទៅគាត់មានអារម្មណ៍ថាគាត់ជាប់ខ្លាំងមែនទែនជាពិសេសនៅតំបន់ចង្កេះនិងតាគៀករបស់គាត់បងប្អូនហើយនេះគឺជាសកម្មភាពធ្វើចលនានេះគឺយើងបវលឆ្អឹងកងគាត់ដោយសារតែកន្លែងនេះគឺរឹងខ្លាំងបងពេលខ្ញុំបវលមិនបវលតែវិលតែចង្កេះវិលទាំងខ្នងវិលទាំងកគាត់ទៀតដោយសារតែឆ្អឹងកងគាត់គឺរឹងខ្លាំងមែនទែនអញ្ចឹងក៏វីដេអូនេះដែរក៏ផ្ញើជូនបងប្អូនគ្រប់គ្នាដែរបើសិនជាមានបញ្ហាឈឺចង្កេះតិចតួចឈឺចុករយរំខានតិចតួចអីឆាប់មកព្យាបាលកុំទុកយូរអីបងប្អូនបើសិនយើងទុកយូរទៅវាអាចធ្វើឲ្យចង្កេះរបស់យើងតឹងខ្លាំងជាប់ខ្លាំងធ្វើឲ្យជើងស្វិតខើជើងខើអីហើយអាចប្រឈមបងប្អូនឈឺកាន់តែខ្លាំងទៅ